ថ្ងៃនេះខ្ញុំកណាខ្ញុំសូមធ្វើការផ្សាយនៅប្រវត្តិអស្ចារ្យនៃកំពូលប្រាសាទបាកានដែលខ្ញុំកណាខ្ញុំធ្លាប់ឆ្លងកាត់ខ្លួនឯងផ្ទាល់ដែលក្នុងចន្លោះពេលពីឆ្នាំ2009រហូតដល់ឆ្នាំ2024បាទតើក្រុងខែខ្ញុំចាំដូចជាថ្ងៃទី13ខែមេសាឆ្នាំ2024គឺខ្ញុំជាឡើងចុងក្រោយបំផុតទៅលើកំពូលប្រាសាទបាកាននៅម៉ោង12យប់អញ្ចឹងដើម្បីដឹងថាតើកំពូលប្រាសាទបាកាននៅទីណាខ្ញុំកណាសូមបញ្ជាក់ថាកំពូលប្រាសាទបាកានគឺជាប្រាង្គកណ្ដាលនៃប្រាសាទអង្គរវត្តដែលប្រាសាទអង្គរវត្តបានកសាងឡើងនៅដើមសតវត្សទី12ដែលជាប្រាសាទបុរាណមួយកសាងឡើងដើម្បីបុព្វហេតុការគោរពបូជាជំនឿសាសនាដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជានិងដែលពិភពលោកបានទទួលស្គាល់និងចុះជាសម្បត្តិបេតិកភណ្ឌពិភពលោកដោយអង្គការ UNESCO ក្នុងឆ្នាំ1992ហើយប្រាសាទអង្គរវត្តក៏តែងតែស្ថិតនៅក្នុង Top 10 នៅក្នុងលើគេនៃទីកន្លែងដែលត្រូវបាននិយមការទស្សនាជាប់ចិត្តរបស់បណ្ដាអ្នកទេសចរជាតិនិងអន្តរជាតិជាពិសេសបណ្ដាអ្នកទេសចរមកពីប្រចាំលោកមកពីផ្នែកអឺរ៉ុបនឹងតែម្ដងហើយនៅក្នុងនោះផងដែរប្រាសាទអង្គរវត្តក៏ជាកន្លែងនៃសមរាត្រីដ៏អស្ចារ្យបំផុតរៀងរាល់ឆ្នាំក្នុងមួយឆ្នាំមាន2ឬ3ដងខ្ញុំមិនចាំខ្ញុំនឹងព្យាយាមដើម្បីលើកបង្ហាញទៀតហើយខាងក្រោមនេះខ្ញុំកណាត់ខ្ញុំនឹងធ្វើការបង្ហាញចំណុចអស្ចារ្យមួយចំនួនរបស់ប្រាសាទអង្គរវត្តមុននឹងឈានចូលទៅភាពមហោស្ចារ្យអស្ចារ្យនិងមហោស្ចារ្យណានៃប្រាង្គកណ្ដាលគឺប្រាសាទបាកាននៅប្រសិនបើយើងឡើងនៅក្នុងចន្លោះពីម៉ោង11ទៅម៉ោង12និងម៉ោង1យប់ខាងក្រោមគឺជាចំណុចដ៏អស្ចារ្យមួយរបស់ប្រាសាទអង្គរវត្តគឺប្រាសាទអង្គរវត្តជាបូជនីយដ្ឋានសាសនាដ៏ធំបំផុតមួយក្នុងពិភពលោកហើយជាវិមានសាសនាដ៏ធំបំផុតនៅក្នុងពិភពលោកនៅប្រទេសកម្ពុជាផងដែរប្រាសាទអង្គរវត្តមានផ្ទៃដីជាង400គីឡូម៉ែត្រក្រឡាហើយគឺជាទីគេហៅថាទីក្រុងប្រាសាទដ៏ល្អឯកនៅក្នុងផែនដីនេះនិងជារាជធានីរបស់ព្រះរាជាណាចក្រកម្ពុជាសម័យមហានគរនៅក្នុងនោះផងដែរខ្ញុំកណាក៏សូមបញ្ជាក់ផងដែរថាប្រាសាទអង្គរវត្តដើមឡើយគឺជាប្រាសាទផ្នែកសាសនាហិណ្ឌូទេដើម្បីឧទ្ទិសដល់ព្រះវិស្ណុតែអ្វីដែលបានកាត់ឡើងនៅអង្គរវត្តច្បាស់នៅក្រោយការកសាងទិសនេះគឺនៅដល់ចុងសតវត្សទី12ប្រជាជនប្រជារាស្ត្រខ្មែរដែលកាន់ពុទ្ធសាសនាកាន់តែច្រើនទៅចូលមកក្នុងតំបន់ហើយប្រាសាទអង្គរបានក្លាយជាប្រាសាទពុទ្ធសាសនាទី10ដងនៅក្រោយឆ្នាំ1432នៅពេលដែលទីក្រុងអង្គរត្រូវបានបំផ្លាញផ្លាស់ប្ដូរជាអចិន្ត្រៃយ៍មកទីក្រុងភ្នំពេញប្រាសាទអង្គរវត្តបានផ្លាស់ប្ដូរទាំងសងទៅជាប្រាសាទព្រះពុទ្ធសាសនាខ្ញុំកណាសូមបញ្ជាក់ថាប្រាសាទអង្គរវត្តដែលកសាងយ៉ាងល្អឯកនឹងបានបញ្ចប់នៅក្នុងរាជប្របាទជើម៉ាន់ទី7នេះគឺមានប្រាង្គចំនួន6ក្នុងចំណោមប៉មប្រាង្គដែលខ្ពស់ជាងគេបំផុតគឺប្រាសាទបាកាននេះណាប្រាសាទបាកានមានកម្ពស់65ម៉ែត្រជាមួយនឹងជញ្ជាំងព័ទ្ធជុំវិញជាបន្តបន្ទាប់ដែលបង្កើតជារូបភ្នំព្រះសុមេរុមើលទៅដូចភ្នំព្រះសុមេរុនៅក្នុងផែនដីបាទដូចមែនតើភ្នំព្រះសុមេរុហើយមួយវិញទៀតប្រវត្តិវិទូបាននិយាយថាដំណើរការកសាងប្រាសាទនេះគឺត្រូវប្រើប្រាស់ពេលវេលាយ៉ាងហោចណាស់30ឆ្នាំដោយគេជឿថាត្រូវប្រើថ្មភក់ជាង5លានតោនតែត្រូវដឹកចេញពីកន្លែងយកថ្មចម្ងាយរាប់រយគីឡូម៉ែត្រយកមកសាងសង់ហើយនៅក្នុងនេះផងដែរគេកណាសូមបញ្ជាក់រំលេចបន្ថែមទៀតថាប្រាសាទនេះត្រូវបានគេតម្រង់ទិសទៅខាងលិចតែខ្ញុំកណាខ្ញុំពេលឡើងពេលណាភាគច្រើនគឺខ្ញុំឡើងតាមខ្លោងទ្វារខាងលិចឬមួយតាមចដាលខាងលិចគេហៅចដាលស្ដាច់ឬចដាលប្រុសនោះណាគេទៀតខ្ញុំនឹងបកស្រាយអំពីអច្ឆរិយភាពនិងភាពមហោស្ចារ្យរបស់ប្រាសាទបាកានហើយគឺដែលការបាយទៅទិសខាងលិចនេះដែលត្រូវបានហាមឃាត់ក្នុងផ្នែកវប្បធម៌ហិណ្ឌូទស្សនៈនេះគឺផ្ទុយពីវប្បធម៌ហិណ្ឌូដែលទិសខាងលិចត្រូវបានភ្ជាប់នឹងទាំងការស្លាប់ឬថ្ងៃលិចហើយរហូតដល់បច្ចុប្បន្ននេះអ្នកប្រវត្តិសាស្ត្រនៅតែពិភាក្សាជជែកវែកញែកយ៉ាងខ្លាំងក្លាអំពីភាពផ្ទុយគ្នានៃកសាងដំបូងគឺនៅក្នុងសាសនាហិណ្ឌូចុះហេតុអីបានធ្វើទិសខាងលិចគេថាខ្លោងទ្វារចូលយើងចូលមកទៅតាមខ្សិន
ទៅតាមរៀនហាលឬមួយក៏ស្ពានហាលខាងមុខហ្នឹងគឺទិសខាងលិចទេអញ្ចឹងខ្ញុំកណាសូមបញ្ចប់នៅការប្រវត្តិប្រាសាទអង្គរវត្តដែលមានប្រាង្គកណ្ដាលគឺប្រាសាទបាកាននៅកម្ពស់15ម៉ែត្រនេះខ្ញុំនិយាយពីអច្ឆរិយភាពរបស់ខ្ញុំកណាផ្ទាល់ហើយដែលខ្ញុំកណាធ្លាប់បានទៅដល់ប្រាសាទបាកានេះខ្ញុំសូមបញ្ជាក់ថានៅពេលយប់គេមិនអោយឡើងទេអាជ្ញាធរអប្សរានិងប៉ូលីសបេតិកភណ្ឌប៉ុន្តែខ្ញុំបានសុំការអនុញ្ញាតដោយផ្ទាល់ហើយដើម្បីស្នើសុំទៅលេងទៅឡើងទៅកន្លែងនោះដើម្បីសូត្រធម៌ដើម្បីផ្លុំស្នែងថ្វាយចំពោះទូសបារមីប្រាសាទបាកានណាខ្ញុំហើយនៅពេលដែលយើងឡើងទៅដល់កំពូលប្រាសាទបាកាននឹងនៅពេលយប់យើងដើរកាត់អំពីយើងចូលទៅតាមរហាលទៅយើងចូលទៅកន្លែងរបស់លោកឪរាជឬមួយលោកតារាជហ្នឹងឲ្យធូបនៅថ្វាយបង្គំទាំងហើយបានយើងងាកចេញមកយើងដើរតាមស្ពានរហាលពីខាងមុខចូលទៅឡើងទៅកាត់ព្រះអង្គរយពាន់ឡើងទៅកាត់ចូលដល់ខាងលើបាទជាន់ទី3ហ្នឹងហើយខ្ញុំពិចារណាខ្ញុំសុំខាងបងអនុរិយហ្នឹងគឺឡើងតាមចដើមុខទៅខ្ញុំចង់ឡើងតាមចដើមុខបានចដើពីខាងលិចទៅចដើប្រុសហ្នឹងពេលឡើងទៅដល់កំពូលប្រាសាទបាកានក៏ទៅថ្វាយបង្គំនៅឲ្យធូបគោរពបូជាតាមជំនឿនៅពីខាងមុខរូបសំណាករបស់លោកឪកានគេថាលោកតាកានដែលនៅក្នុងនោះគឺមានរូបព្រះអង្គទ្រង់គង់ឈរមួយហើយនឹងរូបព្រះអង្គព្រះនិព្វានមួយនៅកំពូលប្រាង្គប្រាសាទប៉ុន្តែនៅពីខាងកើតទេបើយើងទៅទិសប៉ម4ហ្នឹងគឺយើងទៅទិសខាងកើតបានន័យថាប្រាសាទបាកានហ្នឹងកន្លែងគេគោរពបូជានៅទិសខាងកើតគេលោកឪកានហ្នឹងប៉ុន្តែកំពូលប្រាង្គឈ្មោះប្រាសាទបាកានហើយទៅយើងឡើងទៅពីខាងលិចយើងអត់ទេយើងអត់មានភាគច្រើនគេមិនទៅគោរពបូជាទេមានឃើញព្រះសង្ឃលោកគង់សមាធិនៅទីនោះព្រោះឯហ្នឹងមានតម្កល់ព្រះអង្គមួយអង្គគង់សមាធិតែយើងទៅទិសទ្វារខាងកើតកំពូលប្រាង្គខាងកើតហ្នឹងក៏យើងក៏ថ្វាយបង្គំហើយបែរមុខទៅទិសលិចខាងលិចដដែលហ្នឹងអញ្ចឹងនៅពេលដែលយើងទៅដល់ហ្នឹងគឺយើងមានអារម្មណ៍ថាដូចជាមានគេហៅមានកម្លាំងមានឫទ្ធានុភាពហើយយើងគិតថាយើងចាក់ផុតអំពីលោកីនេះតែម្ដងតែយើងទៅចេញយើងទៅឆ្លងផុតអំពីខាងក្រោមអំពីចណ្ដើនៃផ្ទៃដីជាន់ខាងក្រោមបាញ់ហ្នឹងមកផ្លែតមិញឡើងដល់លើដូចយើងឡើងទៅលើឋានសួគ៌ហើយចាក់កវ៉ាលទាំងមូលទាំងផ្ទៃមេឃទាំងផ្ទៃអីខ្ញុំកណានឹងរោវីដេអូ4 5ដែលខ្ញុំកណាទៅផ្លុំស្នែងហ្នឹងខ្ញុំកណាឡើងពេលយប់ហើយខ្ញុំកណាថតហើយខ្ញុំកណាបានមកប្រហែល12-10នាទីហ្នឹងខ្ញុំកណាបានដោះអាវចេញហើយប្រះខ្លួនដេកនៅលើបាតនៅបាតស្រះនៅបាតក្រាក់ស្រះខាងស្រាមដៃហ្នឹងហើយខ្ញុំកណាងើយទៅមើលគឺចាក់កវ៉ាលមើលផ្កាយមើលគឺអាចគឺអាចផ្កាយធ្លាក់ហើយគឺថាមេឃនៅពីខាងលើប្រាសាទបាកានហ្នឹងគឺខុសពីមេឃនៅខាងក្រោមតែម្ដងខុសស្រឡះគ្នាអត់មានអីពាក់ព័ន្ធគ្នាទេគឺថាដាច់ហ្មងពេលរៀងចុះមកដល់ខាងក្រោមហ្នឹងគឺថាមេឃខុសគ្នាភ្លាមហ្មងពេជ្រហ្នឹងហើយគឺថាហើយពេលហ្នឹងយើងដូចមានកម្លាំងមួយដែលមកសັບប្រាប់យើងថាតែយើងពិបាកនឹងនិយាយគាត់ដឹងថាមានធម៌ពលហើយតាមការសិក្សាស្រាវជ្រាវរបស់អ្នកប្រាជ្ញរុស្ស៊ីដែលខ្ញុំនឹងឯកសារហ្នឹងខ្ញុំធ្លាប់ឃើញម្ដងនៅអ្នកប្រាជ្ញរុស្ស៊ីបានបញ្ជាក់ថាទឹកដែលភ្លៀងដែលធ្លាក់មកនៅលើកន្លែងស្រះទាំង4នៅជុំវិញទិសប្រាសាទបាកានហ្នឹងដកហ្នឹងគេយកទឹកយកទៅបសោតគឺមាន energy ខុសពីទឹកភ្លៀងធម្មតាទៅធ្លាក់នៅលើដីគឺថាធម៌ពលខ្លាំងហើយអាចព្យាបាលរោគហើយនិយាយអំពីជំនឿអាចដេញឧបទ្រពចង្រៃប៉ុន្តែខ្ញុំជំរាបថាមានមិត្តខ្ញុំពីរនាក់ក្នុងចន្លោះពេលពី2009 2019 2024ខ្ញុំធ្លាប់ទៅឡើងនាំទៅមានតាំងពីប្រសង់3អង្គដែលខ្ញុំកណានាំទៅចោះមកវិញបរាជិកទាំងអស់មូលហេតុដូចចាញ់បារមីដូចទៅកន្លែងហ្នឹងមិនសុទ្ធមនុស្សឲ្យបង្ហាញឃើញថាភាពស្អាតស្អំបន្លំនៅក្នុងស្រ័យជីវររបស់ព្រះពុទ្ធដល់ដងដំហ្នឹងគឺมันអាចទុកបានទេហើយមនុស្សមកចំនួនឡើងទៅចោះមកវិញក៏ឡើងបុណ្យស័ក្តិគ្រឹកទើបខ្លាយទៅជាអ្នកមានខ្ពង់ពោះមួយចំនួនទៀតដែលទៅជាមួយខ្ញុំកណាខ្ញុំចោះមកវិញស្រាប់តែមានម្នាក់នោះលោកអនិច្ចកម្មបាត់ផ្កាយ3ខ្ញុំកណាមិនចេញមុខទេ
បាទហើយក៏អ្នកខ្លះក៏ធ្លាក់កោតខ្លួនគឺប្រាសាទបាកានហ្នឹងគឺมันសម្ាញ់ធម្មតាទេគឺមានឫទ្ធិអំណាចខ្ពង់ខ្ពស់ណាស់អញ្ចឹងជាចុងក្រោយខ្ញុំកណាខ្ញុំសូមឲ្យអាជ្ញាធរអប្សរាក្តីអាជ្ញាធរបេតិបលិបេតិកភណ្ឌក្តីណានៅក៏បានបេតិកភណ្ឌហ្នឹងស្នើសុំទៅដល់កន្លែងប្រាសាទបាកានហ្នឹងសូមឲ្យអ្នកទេសចរដាក់ផ្លាកមួយទៅនៅប្រទេសថៃគេធ្វើដែរស្នើសុំឲ្យដោះមួកថ្វាយបង្គំមិនបានផែកមុនទេគ្រាន់តែដោះមួកគោរពជាការគោរពចំពោះបានបីប្រាសាទបាកានហើយនឹងដោះស្បែកជើងនៅខាងលើនឹងពេលដែលយើងដើរចូលទៅកន្លែងខ្ញុំកណាច្រើនអង្គុយថ្វាយបង្គំហើយនឹងសមាធិហ្នឹងគឺស្នើសុំឲ្យដោះស្បែកជើងនៅបន្តិចហ្នឹងប្រវែងហ្នឹងប្រហែលជាខ្ទង់15ទៅ20ម៉ែត្រហ្នឹងមិនច្រើនទេហ្នឹងហើយគ្មាននរណាគេលួចស្បែកជើងយើងដែរដោះស្បែកជើងដើរចូលទៅនៅខាងមុខហ្នឹងគុំទៅទាំងបែកជើងទៅទាំងមួកគឺថាខ្វះការគោរពបូជាខ្លាំងណាស់ខ្ញុំកណាខ្ញុំក៏សូមបញ្ជាក់កន្លែងនេះឲ្យសូមអភ័យទោសចំពោះបងប្អូនស្រីមួយចំនួនណាហើយបញ្ជាក់ថាវាកាលណាខ្ញុំកណានិយាយឬប៉ះពាល់ពាក់ព័ន្ធនឹងសិលធម៌ស្ត្រីបងប្អូនស្ត្រីមួយចំនួនពេលទៅឡើងទៅប្រាសាទបាកាណាពេលដែលមានរដូវហាមដាច់ខាតកុំចូលទៅឡើងទៅលើកំពូលប្រាសាទអង្គរវត្តអីសោះពីព្រោះកន្លែងនេះវត្ថុស័ក្តិសិទ្ធិខ្លាំងណាស់ហើយអាចនឹងប៉ះពាល់ទៅដល់រិស័យរបស់បងប្អូនស្ត្រីនារីទាំងអស់ហ្នឹងនៅពេលដែលយើងមានវត្តរដូវយើងទៅដូចជាយកគ្រឿងឆ្អេះឆ្អាបទៅកន្លែងហ្នឹងចឹងខ្ញុំសំណូមពរបើឡើងទៅខាងក្រោមមិនអីទេឡែងព្រះអង្គរយពណ៌ក៏មិនគួរទៅថ្វាយអង្គមឡែងប្រាសាទគក់ទ្រូងក៏មិនគួរទៅគក់ដែរពីព្រោះនៅពេលស្ត្រីដែលមានវត្តរដូវហ្នឹងគឺជាភាពឆ្អែតឆ្អាបសំខាន់នៅក្នុងខ្លួនហើយយើងដឹងខ្លួនឯងហើយអញ្ចឹងមិនគួរទៅកន្លែងហ្នឹងទេអញ្ចឹងវីដេអូពាក់ព័ន្ធប្រាសាទបាកានេះខ្ញុំកណានឹងព្យាយាមស្វែងរកវីដេអូថ្មីរបស់ខ្ញុំកណាដែលផ្ទាល់ណាដែលយកវីដេអូយកមកផ្សាយថ្មីមិនវីដេអូថ្មីវីដេអូចាស់តែខ្ញុំកណាជាង10ឆ្នាំនេះហើយយកមកផ្សាយដើម្បីបង្ហាញថារដ្ឋាភិបាលប្រាសាទបាកាននៅពេលយប់យ៉ាងម៉េចខ្ញុំកណាខ្ញុំសូមអរគុណចំពោះការតាមដានទស្សនារបស់មិត្តអ្នកទស្សនាទាំងអស់គ្នាខ្ញុំកណាខ្ញុំសូមក្រាបថ្វាយបង្គំនេះសូមជម្រាបលានេះវត្តមានទីនេះសូមរួមទាំងបងសេនាទាំងអស់មហាសេនាធិខេសាប្រាសាទកូននេតិពិសោធន៍ពវិបតោពវិតិពិសោធន៍ពវិបតោពវិក៏សូមជួយថែរក្សាមេត្តារបស់ខ្ញុំកណាគុណប្រុសគុណស្រីរបស់ខ្ញុំកណាសូមឲ្យយើងទាំងអស់គ្នាបានរស់នៅក្នុងសុខសន្តិភាពតិពិសោធន៍ពវិបតោពវិតិពិសោធន៍ពវិបតោពវិតិ